ចេញក្បាលវីដេអូមកលក្ខណៈថាស្រស់ស្រាយហ្មងបន្ទាប់ពីញ៉ាំឆ្អែតមកដល់ហូជីមីញលើកនេះបានមកសាកហាងថ្មីមួយទៀតតែមើលពីក្រៅគឺលក្ខណៈថាដើមឈើដុះចេញមកហ្មងណាហើយសំខាន់នៅនេះគឺគេមានលក្ខណៈហាងលក់វត្ថុអនុស្សាវរីយ៍ភោជនីយដ្ឋានហាងស្ប៉ាហាងអីទៅតែមានពីរជាន់របស់គេដែរក៏ទៅដោយសារការប្រជុំប្រជែងរស់ស៊ីគេនឹងរៀងលក្ខណៈថាប្រកួតប្រជែងខ្លាំងហ្មងអញ្ចឹងម្នាក់គឺត្រូវប្រឹងដូចកខ្លាំងណាไปចូលមកដល់លើអ្នកនេះគឺខាងលើស្អាតហ្មងណាគឺគេដេកដូចជាលក្ខណៈ space បន្តិចដូចអីបន្តិចដូចរូងភ្នំបន្តិចអញ្ចឹងណាតែទៅពីច្រើនពួកខ្ញុំត្រូវតែ booking មុនព្រោះហាងពីច្រើនគឺពេញអ្នកគ្នាហាងនេះគេល្បីគួរសមដែរហើយគេលក្ខណៈថាហាងវៀតណាមបែបបុរាណអីចឹងដែរទៅហើយនៅនេះគឺការស្លៀកពាក់ការអីហ្នឹងគឺចេញមកគឺវៀតណាមសុទ្ធហ្មងតែខ្ញុំក៏លេចមើលពីច្រើនគឺបរទេសដែរអ្នកគ្នាសបបរទេសដោយសារតម្លៃវាគួរសមដែរមិនថ្លៃណាស់ប៉ុន្តែដោយសារខ្ញុំគិតថាបើយើងជាវៀតណាមហើយគេមានជំរើសផ្សេងដែរងាប់ទៅចាប់អារម្មណ៍អ្នកគ្នាគឺពេញហ្មងភ្ញៀវគេមកហ្នឹងគឺពេញតែម្ដងបាទបតៃgiờទី1ហ្នឹងគឺលក្ខណៈដូចគួងអញ្ចឹងអ្នកគ្នាគួងស្រស់មកម្ហូបទី2គឺញោមក្រូចថ្លុងរសជាតិស្តៀងខ្មែរយើងដែរតាហើយបើថាមែនខុសពួកខ្ញុំគឺកំងមន់ដុតអ្នកគ្នាឲ្យមានឆ្អឹងជំនីមានអីមកកញ្ជ្រៃនេះគួរសមរបស់គេអត់តអស់អ្នកគ្នាគឺមានញោមទៀតញោមឲ្យគឺពួកខ្ញុំមានឆានេះដូចជាផ្កាឡៃហៀងតាមខ្ញុំស្គាល់អ្នកនេះជឿថាពួកខ្ញុំគ្នាតែ3នាក់ណាកំងហ្នឹងហើយពួកខ្ញុំមានកំងហត់ផតទៀតបាទលក្ខណៈស៊ុបអ្នកគ្នាអានេះរសជាតិជូរអែមដូចស្តៀងនិយាយខ្លីគឺសឡមជូរយួរនឹងឯងអ្នកគ្នាហើយសាច់គេនឹងតំណងស្រស់ហ្មងណាហើយបន្លែក៏ជាតិដែរstyle សាប៊ូអ្នកគ្នាអញ្ចឹងសាច់យើងញ៉ាំមុនលក្ខណៈក្លុកវាទៅដើម្បីរៀងឆ្អិនហើយយើងអាចញ៉ាំបានហើយសួរថាកំងអីច្រើនម៉េះអ្នកគ្នាមិនកំងច្រើនព្រោះហាងនេះយើងមិនងាយបានទៅទេយើងមិនដឹងថាពេលណាយើងបានទៅម្ដងទៀតទេសំខាន់រសជាតិគឺឆ្ងាញ់តែខ្ញុំអាចនិយាយថាឆ្ងាញ់បងអ្នកគ្នាជាតិហ្មងណាជាតិនេះមិនចង់និយាយថាប្រៃផ្អែមខ្លាំងទេអ្នកគ្នាមិនល្មមហើយបើថាឆ្អឹងជំនីគេហ្នឹងវានៅមានជាតិវាអត់ស្ងួតណាហើយនេះខ្ញុំដាក់ប្រេះផងអ្នកគ្នាប៉ុន្តែមានអារម្មណ៍ថាប្រេះទុកម្ដុំសិនណាបាទខំសិនព្រោះវាជាតិពេកយ៉ាងហើយវាមានអាចវាមានសាច់ខ្ចីជាប់ឆ្អឹងជំនីហ្នឹងវាជាតិសាហាវហើយចុងក្រោយអ្នកគ្នាអត់ភ្លេចទេគឺបង្អែមនេះស្តៀងដូចនំចាក់ច័ន្ទយើងអញ្ចឹងប៉ុន្តែគេមានខ្ទិះជាតិមែនតើបាទនេះគឺផ្អែមលឿងមកចុងក្រោយចុងវីដេអូខ្ញុំមានតែប៉ុណ្្នឹងចាំជួបគ្នាវីដេអូក្រោយបាយកុំភ្លេចជួយ like ជួយ share